hai nâng bong chiên sẽ bà cam chắc cái đấy khi bàពីនេះសូមធ្វើការបាត់បង្ហាញជាមួយនឹង tractor មួយស៊េរីបាទគឺស៊េរី L5228 បាទអញ្ចឹងពុកម៉ែបងប្អូនគាត់ធ្លាប់អ្នកខ្លះគាត់ធ្លាប់ប្រើអ្នកខ្លះគាត់បានឃើញបាទអញ្ចឹងគូបតាមានច្រើនស៊េរីពុកម៉ែបងប្អូនបាទមានតាំងពីយន្តដើរតាមម៉ាស៊ីនម៉ាស៊ុតបាទមាន tractor មានម៉ាស៊ីនច្រូតមានម៉ាស៊ីនស្ទូងមាន excavator មាន drone ទៀតបាទហើយអនាគត tractor នេះកាន់ទំនើបទៀតអាចនឹងឈប់ប្រើអ្នកបើកហើយគឺប្រើប្រព័ន្ធ AI មានន័យថាវាអាចប្រើ remote បានដូច drone ហ្នឹងយើងអាចបញ្ជា tele បានអញ្ចឹង tractor ក៏អាចនឹងមានដែរអនាគតខាងមុខនេះបាទអញ្ចឹងយើងនៅផ្ទះទៅយើងបញ្ជាវាធ្វើការបានបាទគេមានប្រព័ន្ធគ្រប់គ្រងរបស់វាបាទអញ្ចឹងទាំងខំដល់បងប្អូនជាយាមតាមអត់ទាន់បច្ចេកវិទ្យាបាទព្រោះគូបតាផលិតអនាគតគឺកាន់តែជឿនលឿនដែរបាទអញ្ចឹងថ្ងៃនេះសូមបង្ហាញពីការត្រួតពិនិត្យការថែទាំការប្រើប្រាស់ផ្សេងៗទៅលើ tractor បាទអញ្ចឹងចំពោះ tractor ស៊េរី L5228 ហ្នឹងទើបតែចេញលក់នៅលើទីផ្សារស្រុកខ្មែរបានប្រហែលជាមិនដល់មួយឆ្នាំទេបាទទី1 tractor នេះវាមកជំនួសស៊េរី L5018 បាទដោយសារអី5018ទី1ពេលគាត់ផលិតមកអារបាំងការពារវានេះវារៀងធំជាងស៊េរី L52 អញ្ចឹង L52 ធ្វើរៀងទូជាងដើម្បីឲ្យយើងធ្វើការប្រើប្រាស់ពេលយប់ទៅភ្លើងចង្កៀងវាភ្លឺច្បាស់ល្អបាទអញ្ចឹងវាអត់មានក្បាំងរបាំងផុសទេដោយសារវាច្បាស់ល្អទៅខាងមុខណាអញ្ចឹងយើងអាចធ្វើការប្រើប្រាស់បានទាំងពេលថ្ងៃទាំងពេលយប់បាទហើយមួយវិញទៀតតាក់ទងជាមួយនឹងចង្កៀងរបស់ L5228 ហ្នឹងក៏ប្រភេទ LED បាទ LED ពុកម៉ែបងប្អូនដឹងហើយគឺទី1ភ្លើងភ្លឺច្បាស់ល្អបាទទី2គឺស៊ីភ្លើងតិចបាទហើយទី3នោះជួយសន្សំចៃយើងអាចយកភ្លើងទៅប្រើប្រាស់អីផ្សេងៗបានថែមច្រើនបាទហើយផ្នែកចំហៀងពុកម៉ែបងប្អូនផ្នែកចំហៀងនៃដំបូលហ្នឹងគឺមានបំពាក់អំពូល LED ដូចគ្នាសម្រាប់យើងធ្វើការកាច់បាត់បែននៅពេលយើងត្រូវការកាច់ចង្កូតការពារកុំឲ្យ tractor យើងនេះកាច់ចង្កូតទៅប៉ះគល់ឈើឬដុំថ្មធ្វើឲ្យខូចខាតទៅលើម៉ែចង្កូតឬក៏ពងមុខបាទហើយចំពោះដំបូលពុកម៉ែបងប្អូនដំបូល tractor នេះរចនាមកស្អាតបាទរៀងស្អាតរៀងកោងតែមួយទេបាទដល់ងាយស្រួលដល់អ្នកបើកបរធ្វើការទូបនិតតែខាងក្នុងបាទដល់គ្រាន់តែគាត់យកចង្អុលដៃមួយទៅទាញចន្លឹះនោះដំបូលវាហៅទៅដល់ខ្លួនឯងហើយពុកម៉ែបងប្អូនយើងមិនចាំបាច់ទៅធ្វើការរុញច្រាននេះទេដោយសារតែគូបតាគឺបំពាក់ជាមួយនឹងបូមជំនួយធម្មពលអញ្ចឹងបូមជំនួយធម្មពលនេះដល់ពេលនេះហៅទាញកលឹះទៅរុញឡើងខ្លួនវាពុកម៉ែបងប្អូនហើយចំពោះដំបូលពុកម៉ែបងប្អូនបូមនេះពេលពុកម៉ែបងប្អូនទិញមកដាក់ណាពេលខូចខាតទិញដាក់វិញធ្វើម៉េចឲ្យត្រូវស៊េរីអ្នកខ្លះគាត់ទៅទិញឲ្យតែមានថាឲ្យតែបូមគឺត្រូវគ្នាគឺអត់ទេគ្រប់ស៊េរីគូបតាគេផលិតមកគេទៅតាមស៊េរីនីមួយៗបាទដូចស៊េរី L ហ្នឹងបូមវាផ្សេងបាទស៊េរី M បូមវាផ្សេងបាទអញ្ចឹងបើយើងដាក់ខុសអាកម្លាំងធ្វើការរបស់វាគឺខុសបើដាក់ពួកអាធំមកដាក់មកពេលគាត់សង្កត់បូមនេះគឺអត់ចុះទេវាតឹងហើយប្រើប្រាស់អាចនឹងលោតដបូលឡើងនៅក្នុងវាដែរបាទហើយបើសិនយកអាទូចទៅដាក់ធំបាត់អត់កើតទេវាទន់បាទពេលទួតជាប់អញ្ចឹងវាធ្វើឲ្យងាយនឹងខូចខាតមកវិញបាទអញ្ចឹងពេលយើងទិញគេយើងប្រាប់ថា tractor ខ្ញុំស៊េរីណាបាទបើយើងទិញមកដាក់ទៅមិនត្រូវបាទដោយពុកម៉ែបងប្អូនទៅទិញខ្សែចាប់បាត់ហ្នឹងសប្ងៃគាត់អត់ដឹងថារបស់គាត់ស៊េរីណាទេអាពេលគាត់ទិញមកជួនកាលវែងជាងជួនកាលខ្លីជាងបាទអញ្ចឹងតើយើងដឹងស៊េរីតើផងគាត់ទិញ2000ប្រមាណខ្ញុំថតលើទិញ2011 12អញ្ចឹងបើយក015ទៅដាក់ក៏ត្រូវដែរខ្សែចាប់បាត់ហ្នឹងវាមានវែងមានខ្លីបាទហើយបើសិនជាយក08 09ទៅដាក់ក៏វាអត់ត្រូវដូចគ្នាអញ្ចឹងតើយើងដឹងស៊េរីរបស់យើងឆ្នាំណាយើងទៅទិញគេប្រាប់អ្នកលក់គេនឹងដឹងថាស៊េរីឆ្នាំ2010ឬ2011ហ្នឹងត្រូវគ្នាអញ្ចឹងយើងអាចលក់មកដាក់មកត្រូវយើងមិនបាច់កែច្នៃទេគឺប្រវែងនេះថ្មើរបាទបើយើងដាក់ខុសម្ដងកាត់ទឹកថ្មីក៏មានដែរដោយសារអីយើងទិញមកខុសស៊េរីបាទអញ្ចឹងទី2គឺត្រួតពិនិត្យផ្នែកខាងក្នុងទៅលើម៉ាស៊ីនពុកម៉ែបងប្អូនអញ្ចឹងម៉ាស៊ីនយើងឆេះបានល្អដោយសារអ្នកប្រើទេមិនមែនដោយសារក្រុមហ៊ុនទេពុកម៉ែបងប្អូនកុំច្រឡំណាតិចថារបស់ជាប់ដោយសារយីហោមិនមែនទេគឺរបស់ជាប់ដោយសារអ្នកប្រើប្រាស់អញ្ចឹងបើអ្នកប្រើប្រាស់ថែទាំបានល្អគ្រឿងចាក់ពុកម៉ែបងប្អូនប្រើប្រាស់បានយូរបាទថែទាំមិនហ៎យើងទៅជួសសម្អាតទេមិនមែនទេគឺថែទាំយើងមើលទឹកមើលប្រេងផ្លាស់ប្ដូរទឹកផ្លាស់ប្ដូរប្រេងទៅតាមពេលវេលាអាយុកាលនៃការប្រើប្រាស់ទៅវាធ្វើឲ្យគ្រឿងបង្គំរបស់យើងនេះមិនងាយសឹករីករាយទេយើងប្រើប្រាស់បានយូរមិនហ្នឹងថែទាំមុជទឹកឲ្យវាដុសសាប៊ូដុសអីមិនមែនទេអានឹងក៏ការសម្អាតទេថែទាំគឺយើងផ្លាស់ប្ដូរបាទដូចមនុស្សយើងចឹងយើងរស់នៅយើងថែទាំសុខភាពមិនដូចមុជទឹកនេះណាគឺយើងហូបស្អាតរស់នៅស្អាតបាទហើយយើងអនាម័យទៅបានយើងសុខភាពល្អអញ្ចឹងគឺតាក់ទើដូចគ្នាដែរ
បាទចឹងពុកម៉ែបងប្អូនគឺត្រូវមើលទឹកមើលប្រេងម៉ាស៊ីនមើលប្រេងម៉ាស៊ុតមើលអែร์បាទ4នេះគឺសំខាន់ណាស់ទៅលើម៉ាស៊ីនបាទដូចតម្រឹះយើងដែរចឹងឬយើងរស់នៅបានធៀបទាំង4បាទគឺដីទឹកភ្លើងខ្យល់ចឹងម៉ាស៊ីនគឺទឹកមានទូនាទីសម្រាប់ទៅបញ្ចុះកម្ដៅបាទការពារកុំឲ្យវាមានបញ្ហាទៅលើម៉ាស៊ីនពុកម៉ែបងប្អូនបាទហើយប្រេងម៉ាស៊ីនវាមានទូនាទីទៅរំអិលបាទរំអិលគ្រឿងបង្គុំនេះកុំឲ្យវាមានការខូចខាតបាទហើយអែร์គឺបង្រួមសម្ពាធធ្វើម៉េចឲ្យមានសម្ពាធកើនឡើងបានវាឆេះបានបាទហើយម៉ាស៊ុតគឺមានទូនាទីសម្រាប់ឲ្យឆេះបាទចឹងប្រេងម៉ាស៊ីនពុកម៉ែបងប្អូនពេលក៏ទិញសប្ងៃសបោហ្នឹងបាទសបោប្រេងប៉មណាអ្នកខ្លះថាចាក់ប្រេងម៉ាស៊ីនទៅពេលឆេះមកអាផ្សែងចូលភ្នែកឡើងកាហាយអានឹងគាត់ដឹងថាប្រេងនេះប្រេងគាត់ដឹងថាប្រេងប៉មដែរគាត់ថាបើប្រេងធម្មតាផ្សែងក៏វាមិនផ្សែងដែរហើយផ្សែងចូលភ្នែកក៏វាអត់កាហាយដែរព្រោះអីអាចចំហួរដែលវាឆេះមកហ្នឹងគឺវាសពល្អបើប៉ុន្តែប្រេងប៉មពេលយើងឆេះមកអត់ដាច់ផ្សែងទេទោះម៉ាស៊ីនថ្មីប៉ុណ្ណាក៏គឺអត់ដាច់ផ្សែងទេបាទដោយសារប្រេងនេះវាសារធាតុរបស់វាគឺវាទៀបបាទចឹងបានគេទិញឡានទំនើបអ្នកខ្លះក៏ចេះចាក់ប្រេងចាក់អត់ដឹងប្រេងអីគប់ពេលម៉ាស៊ីនទាំងថ្មីក៏មានដែរបាទពូស៊ូប្រភេទប្រើភ្លើងដូចពពួក Raptor ពពួកឡានទំនើបគេសុទ្ធតែមានស្តង់ដារប្រេងរបស់គេបាទគេមានលេខ15 40 15 50គេប្រើគេក្រុមហ៊ុនគេប្រាប់យើងតែយើងប្រើខុសទៅដល់អាឡាកាមវាគៀងស្ញែងខូចបាត់បាទធ្លាប់មានណាចឹងត្រាក់ទ័រដូចគ្នាដែរចឹងពុកម៉ែបងប្អូនពេលប្រើប្រាស់គឺប្រេងនេះគឺចាំបាច់គឺយើងត្រូវដឹងកាលណាយើងប្រើខុសវាធ្វើឲ្យគ្រឿងចាក់ពុកម៉ែបងប្អូននេះខូចខាតទិញអស់លុយហើយយកមកដាក់គ្រឿងចាក់គាត់ខូចទៀតចឹងអស់លុយកាន់តែច្រើនបាទពួកប្រេងម៉ាស៊ីននេះវាមានទូនាទីទៅរំអិលបើប្រេងអត់មានជាតិរំអិលទេអាគ្រឿងបង្គុំនេះវាសឹកហើយបាទហើយសឹកហើយលាន់លឿនទៀតបាទព្រោះអីត្រាក់ទ័រអត់មានប្រើបដាងដូចគោយន្តទេពុកម៉ែបងប្អូនគឺប្រើបាក់ចឹងមកប្រេងយើងអត់ជាតិរំអិលគឺតែបាក់នឹងវាទប់ជាប់អត់គឺអត់ជាប់ទេបាក់ប្រភេទបាក់ស្ពាន់ទេចឹងអត់មានជាតិរំអិលអាបាក់ស្ពាន់ហ្នឹងស៊ីជាប់គ្នាគឺកាលវាលាស់ខ្លាំងបាទចឹងប្រេងនេះសំខាន់ណាស់បាទពេលទិញប្រើប្រាស់ចឹងប្រេងគូបតាដូចគ្នាប៉ុន្តែយើងចេះមើលសប្តាហ៍ថ្ងៃខ្ញុំជឿថាគាត់មានទូរស័ព្ទដៃហើយគាត់ scan មើលដឹងបានណាបាទហើយប៉ុន្តែមានទៀតគាត់អាច download គូបតាបានគូបតា app ហ្នឹងបាទទី1ឈ្នះរង្វាន់ហើយទី2ទៅទិញគ្រឿងបន្លាស់មានអ្នកណាបោកបានទេសិនថាប្រេងផុត delay ក៏វាចេញឲ្យយើងដែរបាទយើងនឹងដល់ស្រេចដែរបាទហើយទី2គឺទឹកបាទទឹកចឹងទឹកពុកម៉ែបងប្អូនដៃឃើញទឹកបើយើងត្រាំអត់មានដាក់ថ្នាំសួរច្រេះអត់ច្រេះពុកម៉ែបងប្អូនណាច្រេះចឹងមិនគួយយន្តគេទិញមកគួយយន្តគេចាក់ថ្នាំឲ្យមែនទេបាទត្រាក់ទ័រគេដាក់ថ្នាំដែរប៉ុន្តែថ្នាំពីរនេះខុសគ្នាណាបាទតិចច្រឡំយកថ្នាំត្រាក់ទ័រមកចាក់គួយយន្តឬក៏យកថ្នាំគួយយន្តចាក់ត្រាក់ទ័រអានឹងខុសហើយបាទពួកឯថ្នាំគួយយន្តប្រភេទថ្នាំកាត់ច្រេះប្រភេទម្សៅបាទចឹងមកកញ្ចប់ដែលគេឲ្យមកហ្នឹងគឺប្រើបានរយៈពេល3ខែបើយើងប្រើរហូតណាបាទបើសិនពុកម៉ែបងប្អូនចាក់ទុកចោលអត់បានប្រើ3ខែដូរចោលនឹងមានន័យថាយើងអត់បានធ្វើការទេតែបើយើងធ្វើការរហូត3ខែអត់ដូរចោលទេនឹងថ្នាំគួយយន្តបាទបើសិនអត់ថ្នាំទេគេឲ្យយើងប្រើតែមួយខែទេដូរទឹកចេញហើយនឹងមកអត់ថ្នាំដោយសារអីដូរទឹកចេញដើម្បីកុំឲ្យវាមានជាតិច្រេះអត់ថ្នាំបើយើងអត់មានថ្នាំយើងបាន3ខែបាទប៉ុន្តែត្រាក់ទ័រទឹកវាគឺទឹកការពារកុំឲ្យច្រេះអាមួយកាត់ច្រេះអាមួយការពារកុំឲ្យច្រេះព្រោះអីធុងទឹកត្រាក់ទ័រត្រាក់ឡានហ្នឹងគឺប្រភេទដឺរ៉ាអញ្ចឹងបើយើងយកអាកាត់ច្រេះមកដាក់ស៊ីធ្លាយហើយបាទស៊ីដឺរ៉ានឹងធ្លាយណាបាទអញ្ចឹងហាមយកផាន់គយន្តមកចាក់បាទបើយើងយកត្រាក់ទ័រចាក់គយន្តចាក់បានប៉ុន្តែយកគយន្តមកចាក់ត្រាក់ទ័រគឺខូចបាទខូចអញ្ចឹងចំពោះទឹកនេះស្តង់ដាររបស់ក្រុមហ៊ុនគេឲ្យយើងប្រើរយៈពេល2000ម៉ោងបាទ2000ម៉ោងយើងដូរណាត្រាក់ទ័រនឹងទិញច្រូតណា2000ម៉ោងបាទព្រោះឯទឹកថ្នាំទី1វាជួយទប់កម្ដៅបើសិនពុកម៉ែបងប្អូនប្រើប្រាស់មួយថ្ងៃវល់ល្ងាចជន់មិនគេដោយបើសិនវាធូរខ្សែពៀនវាស្ទះប្រើធុងទឹកគេកម្ដៅយើងគឺថេរល្អមែនទេពុកម៉ែបងប្អូនបើទឹកធម្មតាគាត់ជន់ខ្លាំងមែនទែនប្រែប្រួលបាទទឹកក៏ខាស់កម្ដៅក៏អាចឡើងដែរបាទព្រោះអីវាប្រែប្រួលដូចយើងដាំទឹកចឹងពុកម៉ែបងប្អូនដាំទឹកឲ្យមានជាតិថ្នាំសួរទឹកយើងបាត់អត់បាត់បើមានជាតិថ្នាំសួរបាត់អត់ទេថ្នាំនៅនឹងណាបាទអញ្ចឹងទឹកនេះសំខាន់ណាស់ពុកម៉ែបងប្អូនហើយទី3គឺម៉ាស៊ុតពុកម៉ែបងប្អូនដឹងហើយសប្តាហ៍ថ្ងៃវាម៉ាស៊ុតឡើងថ្លៃអញ្ចឹងទៅបើយើងទិញប្រយ័ត្នមែនទែនជួនកាលឬតើហើយលក់ថោកទៅមើលយកមកដាក់ខូចគ្រឿងចាក់យើងក៏មានដែរបាទព្រោះកណ្ដាលយើងចាក់ខុសធ្វើឲ្យប៊ិចប្លង់សឺយើងមាននឹងខូចខាតបាទអញ្ចឹងសំខាន់ទៅលើការប្រើប្រាស់ពុកម៉ែបងប្អូនផ្ទាល់បាទព្រោះអីគឺថាការទៅទិញក្រុមហ៊ុនគេធានាម៉ាស៊ីនស្រាប់តែខូចគុណជ្រូកអត់សងអញ្ចឹងគុណជ្រូកចូលម៉ាស៊ីនដែរប៉ុន្តែតាក់ទងឲ្យគេតាក់ទងជាមួយម៉ាស៊ុត
ចឹងក្នុងករណីពុកម៉ែបងប្រើប្រាស់អស់មួយសុទ្ធអានឹងខុសលក្ខខណ្ឌគេហើយព្រោះឯងកូនជ្រូកបើសិនជាយើងប្រើប្រាស់មួយសុទ្ធយើងគ្រប់គ្រាន់មួយសុទ្ធយើងឲ្យមានទឹកចូលទេគឺវាចេះខូចទេប្រើមួយជីវិតត្រាក់ទ័រគឺវាខូចដែរបាទព្រោះឯងប្រេងមួយសុទ្ធវាមានជាតិរំអិលបាទចឹងដែកឲ្យវិញប្រេងសួរសឹកអត់ចេះសឹកទេចឹងតែអស់មួយសុទ្ធ2 3ដងកូនជ្រូកគាត់ទៅហើយបាទឬមួយក៏ប្រើទៅគាត់ចូលទឹកចូលអីអានេះក៏ធ្វើខូចដែរឬមួយក៏មានលេខសារធាតុមួយសុទ្ធយើងលេខសារធាតុជាតិអាស៊ីតឬមួយក៏ជាតិអាកុលច្រើនក៏ធ្វើឲ្យខូចខាតដូចគ្នាណាពុកម៉ែបងប្អូនព្រោះអីអានេះតាក់តងនឹងសម្បកក្តោងគាត់ដាក់មកបាទជួនកាលគាត់ទៅទិញក្រាស់មែនប៉ុន្តែយកមកសុទ្ធមកដាក់ដល់ទីអត់មានដាក់ក្នុងម្លប់ទេដាក់ហាក្តៅឬមួយដាក់លើតាក់ទ័របទៅហាក្តៅអញ្ចឹងកាលណាដាក់ហាក្តៅអាចជាតិថ្នាំក្នុងមកសុទ្ធនឹងវាអត់គុណភាពបាទទី1អត់គុណភាពទី2វាអាចនឹងមានទឹកនៅក្នុងកដុំបាទព្រោះអីមកសុទ្ធនឹងសំខាន់លើថ្នាំពុកម៉ែបងប្អូនមិនសំខាន់លើទឹកមកសុទ្ធណាគឺលើថ្នាំរបស់គេថ្នាំដែលគេលាយសារធាតុសម្រាប់ឲ្យប្រេងនេះមានគុណភាពអញ្ចឹងយើងអស់ថ្នាំនោះវាធ្វើឲ្យខូចខាតកាត់បន្ថយអាសារធាតុវាដូចគ្រឿងកំប៉ុងយើងពុកម៉ែបងប្អូនហេតុអីក្រុមហ៊ុនគេតម្រូវយើងដាក់ក្នុងម្លប់ត្រជាក់គេការពារជាតិបរតនៅជាប់កំប៉ុងនេះចេញមកប៉ះពាល់សុខភាពហើយចាំមកគេហូបអ្នកខ្លាំងថាហូបវិយាបាច់កំប៉ុងអានេះអត់ល្អណាបាច់កំប៉ុងខូចសុខភាពវិញតិចយូរទៅធ្វើឲ្យប៉ះពាល់អាចនឹងកើតមហារីកបាទព្រោះវាជាតិបរតដាក់លើកំប៉ុងណាបាទអញ្ចឹងយើងដឹងតិចតួចការពារសុខភាពយើងហូបដែរក៏ប៉ុន្តែធ្វើម៉េចឲ្យប៉ះពាល់បាទយើងហូបកំប៉ុងធម្មតាទៅអីទេបើយើងច្បាច់អាជាតិបរតនឹងចេញមកហើយបាទហើយមកសុទ្ធនេះពុកម៉ែបងប្អូនវិធីថែទាំណាវិធីល្អបំផុតគឺមកពីធ្វើការវិញចាក់ភ្លាមបាទមកធ្វើការភ្លាមចាក់ភ្លាមមកអានឹងល្អបើសិនយើងមិនបានចាក់ទេយើងផ្ទុះអាកម្របធំមកសុទ្ធនឹងមកបាទដើម្បីកុំឲ្យអាក្នុងធំមកសុទ្ធយើងមានជាតិសុញ្ញកាសបាទកាលណាមានជាតិសុញ្ញកាសទៅយូរទៅមានទឹកយូរធ្លាក់មកដល់បាតធំវាអាចចូលដល់ព្រុងសើបាទមិនអ្នកលក់ក្រាស់សាំងដាក់ទឹកឲ្យយើងណាបាទអ្នកលក់ក្រាស់សាំងបានដាក់ទឹកគេប៉ុន្តែស្ទែនគាត់ក្នុងដីនេះដល់ពេលខែភ្លៀងខែក្តៅយូរទៅអាបាតស្ទែនគាត់ក៏មានទឹកដែរអញ្ចឹងបានវិធីសាស្ត្រគេចាក់ល្អណាស់ដល់ពេលឡានធំគេចូលចាក់ភ្លាមអ្នកគេដឹងគេទៅចាក់ទេពួកយើងនឹងបាញ់ទៅអាចំហួរចេញមកពីក្រោមហើយយើងបូមមកអាតិចទីមកតាមអាសុទ្ធហ្នឹងហើយអញ្ចឹងទោះយើងទុកកន្លះម៉ោងឬ1ម៉ោងមកទៅចាក់ហ្នឹងអត់អីទេវារងទៅវិញនេះដូចជាបូមទឹកដាក់ភ្លៀងនេះពូដងភ្លាមសួរកកនៅបាតភ្លៀងផលមកលើហើយផលមកអញ្ចឹងមកសុទ្ធដូចគ្នាដែរបាទអញ្ចឹងបានស្រុកគេណាស្រុកគេមានគេឡៃត្រួតពិនិត្យគេមានស្តង់ដាររបស់គេមានលាបថ្នាំគេចង់ដឹងថាបាតស្ទែនរបស់គេហ្នឹងមានជាតិទឹកឬក៏ជាតិអីអត់គេមានលាបថ្នាំបើមិនមានគេបូមចេញប៉ុន្តែស្រុកខ្មែរយើងរកស្តង់ដារដូចគេមិនឃើញទេព្រោះប្រទេសយើងវាមិនទាន់ចូលដល់ថ្នាក់ស្តង់ដារដូចជប៉ុនដូចអីអាហ្នឹងគេជឿនលឿនទេបាទហើយតាក់ទងមួយខ្យល់បងប្អូនតាក់ទងខ្យល់គឺតាក់ទងនឹងការធ្វើការទៅលើការដកដង្ហើមដូចយើងដែរបាទអញ្ចឹងត្រាក់ទ័រយើងក៏ដូចតែរឹសទេបើសិនជាការដកដង្ហើមមិនបានល្អធ្វើឲ្យខូចខាតគ្រឿងបង្គំខាងក្នុងបាទអញ្ចឹង air វាបងប្អូនប្រភេទ air តាក់ទ័រមាន2ស៊េរីមានប្រភេទ air sound ហើយនឹង air smooth បាទ air sound នឹង air ត្រាំប្រេងបាទតិចឃើញយើងស្អាតអស់លីងប៉ុន្តែភ្លេចចាក់ប្រេងខូចដែរខូចជាងអត់លៀងទៀតបាទអញ្ចឹងair sound នោះបងប្អូនដូចគោយន្តមិនឃើញណាគោយន្តណាប្រភេទគោយន្ត air sound អញ្ចឹងការលាងគឺហាមលាងទឹកឬក៏លាងសាំងបាទព្រោះជាតិសម្បុកវានឹងដឺរ៉ាអញ្ចឹងវាលាងសាំងដាច់សម្បុកបើលាងទឹកវាច្រេះបាទអញ្ចឹងលាងបានមកសុទ្ធទេសម្បុក air គោយន្តអីហ្នឹងបងប្អូនហើយលាងឲ្យកុំភ្លេចចាក់ប្រេងម៉ាស៊ីនប្រេងដែលចាក់គឺចាក់លេខខ្សែណាមិនថាប្រេងអីទេអត់លេខខ្សែចាក់បានហាមយកលេខ5ឬក៏លេខអីមកផ្សេងចាក់អាចបឺតទៅបានណាព្រោះ air ហ្នឹងប្រេងចូលទៅក្នុងម៉ាស៊ីនបានពេលណាផ្អៀងបងខ្លាំងទៅបឺតចូលបានណាបាទអ្នកខ្លះគាត់ភ្លេចគិតថាឲ្យតែប្រេងម៉ាស៊ីនចាក់អាលេខ5ក៏ចាក់ដែរដល់ពេលចូលទៅជួនកាលអត់ឆេះប្រេងម៉ាស៊ីនណាឆេះប្រេងម៉ាស៊ីនរកឡើងវាអត់ឃើញទេបងប្អូនដែលឃើញម៉ាស៊ីនអស់ក្បាត់ខ្លាំងឆេះអត់ឆេះលត់ទេគឺឆេះងាងរហូតបណ្ដោយឆេះប្រេងម៉ាស៊ីនដល់នឹងឆេះប្រេងសុទ្ធទេអញ្ចឹងត្រាក់ទ័រក៏មានដូចគ្នាក៏យុទ្ធដូចគ្នាដែរបាទហើយចំពោះស្បុក air បងប្អូនប្រភេទ air smooth នេះប្រភេទ air 2ជាន់បាទ2ជាន់នេះការពារបានស្អាតល្អណាស់បាទខាងផ្នែកខាងក្រៅនោះយើងសម្អាតជាមួយនឹងខ្យល់បាទជាប្រភេទ air ក្តាស់អញ្ចឹងយើងព្រមខ្យល់កាន់តែខ្លាំងកាន់តែល្អបាទបើមិន air ខាងក្នុងនោះប្រភេទ air snow អញ្ចឹងខ្យល់ដែលស្អាតចម្រោះល្អគឺ air ទូចអញ្ចឹងតិចទីទូចហ្នឹងគឺអា air ក្នុងវាអ្នកសម្រោះបាទ
hay pe bông mai ôn pra còn mưa đây đó pe bị thi mưa thì mũi dính vô mắt chui lư ngày bà sân mưa tới khơi lư ngày trôn từ bán mình đây e với là pra bàn bạn mà mưa tới là ngất chân hơi rồi mưa còn khơi nhà cà su để thang cà su cái đạn cà lay nhọt trâu rồi cà lay đi nước vì là lung những đồ tranh liền bạn vì thế AI là lung bông mai ôn khẩn tình mất đắng đã mất lung và chúng ta lại tính e xin mất đã trốn chi cà su cho tí cái cơn miền này và cái tháng trong phút oi mà khâu xử lý cả vật mình khâu thì bỏ cái mấy tầng và bỏ cái nơi xin đấy phần sake tránh không có cái oi mới chia làm al mũi mà nó oi chia làm al mà cái chọc và tích cho làm bỏ cháu đó anh ấy phải dùng al liền đấy bạn liền al làm bay đã tới việc cho sưu bạn và như đã thế nhọt tới là hay cái su bạn tránh liền phải al tới đã tới viên này là bạn tránh e đấy bảo sân bóng mai môn ở pra tới đây hơi kháng như phong sụp ạt từ tam cả chuyện đây nhé còn té tóm đa cái oi mà quan máu nhưng mà sáng đồ chơi nhé còn té một bài bốn và pra thay tuần đó ai lừa mình đã class bay sáng tới khi đô bay lần lưu vào cái đàn nó rồi và pra mà sân tiệm bố không tiệm bố bạn tiệm bố mũi rất là tiền chất buôn liền chất mà quan đó lá vì người lá chất mà quan ở PS EMP đến đang trái pram đọc mơn còn sẽ đại pram đọc mới là về khối mà quan nó lán ở bên nó tôm hôn này với crom hôn thứ ăn này cả bớt mua hết đôi tay như là bạn kết giả tôi tờ thông và những cà bia túi cho nên nhà thông như bà tụi mình ôn chẳng bị chi thay toán ấy nhưng trái nó tụi mình ôn của thằng lương cho nó clack lá đồng bây giờ tụi mình ôn cho tập pra tới pra bàn du và cana du cho nên cái cho nên có đó mình cho nên crom hôn đó crom hôn cái bao nào thì dương pra khôi chứ với cái lụa kêu vào bạn đạt với nó ống nên dây trắng với nó cà rô xí bởi vì khối cana trái trong hôn cana trôi ra bạn ngồi bởi sân khối trắng tệ chuẩn mình sẽ bài chết đi để giải con cà pai con rồi bà tránh phần khăn từ lừa con nhẹ pra tua rồi bà tránh phần không ta bông mai ôn muốn cho ta pra nhưng tôi được mưa tới mặt play tới ban pram mà ti không bà chỉ mưa tới mưa play mà play hết cắt cho ta pra tới bà tránh cô cắt thôi cả khôn khạc bỏ khôi cái khôi tích đây bà khôi tích tránh khôi tích bên tích bà có quan bên rồi riêng chẳng mình ấy bậc mai ôn chúng mình xây phép mình trang tiết còn thao nhận luôn chúng mình khăn hoặc là một phần hai bà hãy chỉ trong cái trên ba ở pin nhẹ xong ở con là bậc mai ôn bà hãy cầm thi một tối chúng mình qua và thi co bà